ចាសូមគ្រប់ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមស្វាគមន៍ពុកម៉ែបងប្អូនដែលបានមកកាន់ Channel បង្រៀនភាសាចិនរបស់នាងខ្ញុំតផងដែរអញ្ចឹងមុននឹងចូលសិក្សាមេរៀនយើងគឺសូមបងប្អូនកុំភ្លេចជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់នៅពេលដែលនាងខ្ញុំផុសវីដេអូតោះកុំឲ្យនៅរងចាំយូរយើងចូលសិក្សាមេរៀនយើងទាំងអស់គ្នាខ្ញុំស្ទើរតែផ្លេចហើយឬក៏ខ្ញុំប៊ីសតែផ្លេចអញ្ចឹងភាសាចិនគឺយើងអានថា我差点忘了我差点忘了我差点忘了ខ្ញុំស្ទើរតែផ្លេចហើយឬក៏ខ្ញុំប៊ីសតែផ្លេចហ្នឹងហើយអញ្ចឹងយើងអានឃ្លានឹងទាំងអស់គ្នា我差点忘了我差点忘了ខ្ញុំស្ទើរតែផ្លេចបាត់ហើយអូខេបន្ទាប់ទៀតយើងចូលទៀតខ្ញុំស្ទើរតែជឿបាត់ហើយឬក៏ខ្ញុំប៊ីសតែជឿហ្នឹងហើយអញ្ចឹងភាសាចិនគឺយើងអានថា我差点就信了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 ខ្ញុំស្ទើរតែជឿបាត់ហើយឬក៏ខ្ញុំប៊ីសតែនឹងជឿហ្នឹងហើយអូខេបន្ទាប់ទៀតយើងចូលទៀតតើខ្ញុំបានធ្វើខុសអ្វីទៀតមែនឬក៏ខ្ញុំបានធ្វើអ្វីខុសអីគេទៀតអញ្ចឹងភាសាចិនគឺយើងអានថា我又做错什么了我又做错什么了我又做错什么了តើខ្ញុំបានធ្វើខុសអ្វីទៀតមែនអូខេបន្ទាប់ទៀតយើងចូលទៀតតើអ្នកឯងហ៊ានដែរឬទេភាសាចិនគឺយើងអានថា你敢不敢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 តើអ្នកឯងនឹងហ៊ានដែរឬទេអូខេបន្ទាប់ទៀតយើងចូលទៀតតើអ្នកឯងនឹងជានរណាឲ្យពិតប្រាកដអញ្ចឹងភាសាចិនគឺយើងអានថា到底你是谁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 តើអ្នកឯងនឹងតើអ្នកជានរណាគេឲ្យពិតប្រាកដអូខេបន្ទាប់ទៀតយើងចូលទៀតអ្នកឯងក៏ប្លែកម៉េះឬក៏អ្នកឯងក៏ប្លែកណាស់អញ្ចឹងភាសាចិនគឺយើងអានថា你很幽默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 អ្នកឯងក៏ប្លែកណាស់អូខេបន្ទាប់ទៀតយើងចូលទៀតអ្នកប្រញាប់ទៅដោះស្រាយវាភ្លាមអ្នកឯងនឹងទៅដោះស្រាយវាភ្លាមមកអញ្ចឹងភាសាចិនគឺយើងអានថា你马上去处理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 អ្នកប្រញាប់ទៅដោះស្រាយវាភ្លាមអូខេបន្ទាប់ទៀតយើងចូលទៀតខ្ញុំនឹងប្រញាប់ដោះស្រាយភ្លាមអញ្ចឹងភាសាចិនគឺយើងអានថា我马上处理我马上处理我马上处理ខ្ញុំនឹងប្រញាប់ដោះស្រាយភ្លាមអូខេអញ្ចឹងមេរៀនយើងដែលបានសិក្សាអំពីឃ្លាប្រយោគទាំងប៉ុន្មាននៅខាងលើនេះក៏បានបញ្ចប់ត្រឹមនឹងផងដែរហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយហ្នឹងហើយអញ្ចឹងនាងខ្ញុំក៏មានលក់សៀវភៅភាសាចិនដែលជាសៀវភៅសម្រាប់ពាក្យសម្រាប់បងឬក៏បងប្អូនដែលគាត់ចង់ពង្រឹងពាក្យបន្ថែមគឺគាត់អាចទិញសៀវភៅនេះយកទៅសិក្សាបានដោយសារសៀវភៅនេះគឺមានពាក្យប្រើប្រាស់ទូទៅពាក្យប្រើប្រាស់នៅក្នុងរូបចក្របិជើងក៏មានពាក្យបច្ចេកទេសក៏មានឃ្លាប្រយោគខ្លីៗនៅក្នុងនឹងផងដែរហើយក៏វាមានភាពងាយស្រួលអ្នកដែលគាត់មិនចេះសោះក៏គាត់អាចសិក្សាបានដែរដោយសារសៀវភៅនេះផងដែរគឺមានស៊ីងខ្មែរបើហើយឯទំព័រវិញគឺមានកម្រាស់ក្រាស់មានជាង279ទំព័រទំហំ A5 ប្រភេទជាក្រដាសកាំប៉ៅបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចកម្មង់ទិញសៀវភៅនេះបានចាសូមអរគុណជួបនាងខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ